នៅពេលនេះអបអារម្មណ៍ទៀតហើយសម្រាប់ពុកម៉ែបងប្អូនដែលនៅលើផ្លូវ598ណាចង់រកបាយ B នៅណាឆ្ងាញ់គឺកុំភ្លេចមកតាម Two Sister បើនិយាយទៅណាបាយនៅកន្លែងគាត់គឺ Two Sister តាមញ៉ាំរហូតតែម្ដងតាំងពីគាត់នៅមួយសាខារហូតបំបែកបាន3សាខាណាហើយសម្រាប់ Two Sister វិញគឺមិនភ្លេចទេជាមួយនឹងរសជាតិនៅទីនេះសម្រាប់ទីតាំងរបស់គាត់គឺនៅលើផ្លូវ598នៅម្ដុំឈៀឡានគឺមានឈ្មោះថា Home 88ពុកម៉ែបងប្អូនហើយសម្រាប់សាខានេះ Two Sister សូមសរសើរមែនទែនដោយសារកន្លែងចតឡានរបស់គាត់ធំណាស់គឺធំទូលាយតែម្ដងណាហើយសម្រាប់តម្លៃបាយនៅទីនេះគឺមានចាប់ពី10000 15000 20000ទៅតាមការកំងរបស់យើងអាធម្មតាពិសេសអញ្ចឹងទៅហើយទឹកជ្រលក់ប្រចាំហាងគឺមានច្រើនប្រភេទមិនថាទឹកត្រីផ្អែមទឹកត្រីកោះកុងទេប៉ុន្តែនៅទីនេះ Two Sister សូមសរសើរទឹកត្រីផ្អែមរបស់គាត់ណាដាក់ម្ទេសហិលមកគឺថាកាន់តែឆ្ងាញ់តែម្ដងណាសម្រាប់នៅទីនេះមិនថាជាប្រភេទបាយ B បាយសាច់ជ្រូកបាយសាច់មាន់លក្ខណៈថាសាច់មាន់ទុនសាច់បាយមាន់ហៃណាំឬមួយក៏ជាប្រភេទបាយភ្លឺមាន់ជៀនទេគឺមានច្រើនមែនតែនហើយសម្រាប់បាយគឺមានបាយក្រហមក៏ដូចជាបាយសទៅតាមប្រភេទអញ្ចឹងណាហើយពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាមួយនៅ Home 88ប្រកាសជាដឹងពីរសជាតិហើយ Two Sister មិនចាំបាច់រាយរាប់ច្រើនទេបើនិយាយទៅសម្រាប់ពុកម៉ែបងប្អូនដែលជាមួយនៅកន្លែងគាត់គឺថាអាច comment ពីរសជាតិប្រាប់ Two Sister បានណាហើយសម្រាប់ Two Sister វិញដោយដែលបញ្ជាក់ពីដើមវីដេអូអញ្ចឹងតាំងពីគាត់មានមកទីតាំងនៅម្ដុំមាត់ទន្លេតាមមកដល់ទីតាំងទី2ឥឡូវទីតាំងទី3ទៀតពុកម៉ែបងប្អូនបើនិយាយទៅ Two Sister គឺជា fan គាត់យូរឆ្នាំមកហើយសម្រាប់បាយនៅទីនេះគឺគាត់ប្រើជាប្រភេទមាន់ស្រែសុទ្ធតែម្ដងណាបើតាមអ្វីដែល Two Sister សាកសួរគឺមាន់គាត់មួយថ្ងៃគឺបើគិតពីក្បាលវិញលក់អស់មិនក្រោម90ទៅ100ក្បាលទេគឺច្រើនមែនតើហើយនៅពេលដែល Two Sister ទៅនឹងលក្ខណៈថារៀងព្រលឹមដែរហើយអញ្ចឹងភ្ញៀវរបស់គាត់ចេញចូលអត់ចេះដាច់ទេហើយទោះបីជាយើងមើលទៅតម្លៃរៀងខ្ពស់ក៏ពិតមែនណាប៉ុន្តែគុណភាពសាច់របស់គាត់គឺល្អពុកម៉ែបងប្អូនមិនថាជាប្រភេទសាច់មាន់សាច់ជ្រូកទេហើយសម្រាប់បរិយាកាសហាងនៅសាខាទី3នេះគឺធំទូលាយមែនតើ Two Sister នៅពេលដែលចាំបាយយូរពេកគឺថាដាក់ booster មួយណាដើម្បីឲ្យលក្ខណៈថាយើងឆ្លាស់បំពង់កបន្តិចណាព្រោះថា booster យើងញ៉ាំទៅគឺមានកម្លាំងមែនតើណាអញ្ចឹងទៅសម្រាប់យើងមកញ៉ាំបាយនៅទីនេះក៏នាំ booster មកជាមួយដែរ booster គឺមានរង្វាន់ច្រើនមែនតើមិនថាម៉ូតូមិនថាឡានទេហើយពុកម៉ែបងប្អូននិយាយទៅនៅពេលដែលញ៉ាំបាយញ៉ាំកាទៀវអីគឺមិនភ្លេចភេសជ្ជៈទេអញ្ចឹងកុំភ្លេច booster ណាហើយនេះគឺជាទឹកជ្រលក់ប្រចាំហាងរបស់គាត់ជាប្រភេទទឹកត្រីផ្អែមដែលលាយជាមួយម្ទេសមកគឺកាន់តែចូលជាតិតែម្ដងពុកម៉ែបងប្អូនជាពិសេសនៅពេលដែលយើងញ៉ាំជាមួយបាយ B ហើយខាងនេះជាប្រភេទបាយសាច់មាន់ទុនណាអញ្ចឹងនៅពេលដែល Two Sister ដាក់ម្នាក់មួយម៉ាត់មកគឺថាអូយជាតិយកតែមែនតែម្ដងណាហើយនៅទីនេះក៏មានជាប្រភេទនំបញ្ចុកស្រស់ដែលជាប្រភេទទឹកពណ៌ក្រហមហើយរួមជាមួយនឹងមីសួរជាប្រភេទមីសួរមាន់ស្រែនេះពុកម៉ែបងប្អូនអើយ Two Sister recommend ខ្លាំងមែនតែណាអញ្ចឹងនៅពេលដែលបានឃើញវីដេអូនេះហើយគឺកុំភ្លេចទៅភ្លក់ហើយអ្វីដែលសំខាន់កុំភ្លេចកាន់ booster ទៅជាមួយផងដើម្បីញ៉ាំហើយមានឱកាសឈ្នះរង្វាន់ទៀត